អ្នកគ្រូម្នាក់ខណៈដើរចេញពីបន្ទប់ជួលទៅបង្រៀនសិស្សនៅឯសាលាឯកជនមួយស្រាប់តែអ្នកគ្រូម្នាក់ខណៈដើរចេញពីបន្ទប់ជួលទៅបង្រៀនសិស្សនៅឯសាលាឯកជនមួយស្រាប់តែមានអាការៈមិនស្រួលខ្លួននាងក៏បានស្រែកហៅអ្នកជិតខាងថាជួយខ្ញុំផងបន្ទាប់មកក៏បានគាំងបេះដូងដួលស្លាប់បាត់បង់ជីវិតភ្លាមមួយរំពេញនៅនឹងមុខបន្ទប់ជួលដោយគ្មាននរណាម្នាក់ជួយទាន់ឡើយបើតាមមិត្តភ័ក្តិរបស់នាងបាននិយាយថានាងរងគ្រោះមានស្រុកកំណើតនៅក្នុងខេត្តកំពង់ចាមប៉ុន្តែអតីតជាក្មេងកំព្រាម្នាក់ហើយបានស្នាក់អាស្រ័យនៅក្នុងអង្គការមួយតាំងពីតូចមកម្ល៉េះអង្គការមួយនោះជាអ្នកចិញ្ចឹមបណ្ដុះបណ្ដាលឲ្យរៀនសូត្ររហូតបានក្លាយជាគ្រូបង្រៀនម្នាក់និងបានបង្រៀននៅសាលាឯកជនដើម្បីរកប្រាក់ចិញ្ចឹមជីវិតមិននឹកស្មានថាពេលនេះជួបរឿងអកុសលទាំងវ័យក្មេងបែបនេះឡើយប្រជាពលរដ្ឋដែលស្នាក់នៅជិតនោះបាននិយាយថាអ្នកគ្រូរងគ្រោះបានស្នាក់នៅបន្ទប់ជួលកន្លែងកាត់ហេតុនោះតែម្នាក់ឯងប៉ុណ្ណោះហើយនៅមុនពេលកាត់ហេតុក្រោយពីរៀបចំខ្លួនរួចនាងបានស្ពាយកាបូបមួយដើរចេញពីបន្ទប់ជួលដើម្បីទៅបង្រៀនសិស្សលុះពេលដើរចេញទៅក្រៅដល់មុខបន្ទប់ជួលស្រាប់តែមានអាការៈមិនស្រួលខ្លួននាងក៏បានស្រែកហៅអ្នកជិតខាងថាជួយខ្ញុំផងនិងស្រវាតោងជញ្ជាំងបន្ទុំហើយក៏បានដួលដេកទៅលើសាភ្លាមតែម្ដងហេតុការណ៍នេះបានកើតឡើងបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង 6:35 នាទីព្រឹកថ្ងៃទី23 ខែឧសភា ឆ្នាំ 2025នៅមុខបន្ទប់ជួលនៅតាមបណ្ដោយផ្លូវព្រៃសរជិតផ្សារថ្នល់បន់ស្ថិតនៅក្នុងភូមិថ្មីសង្កាត់ដង្កោខណ្ឌដង្កោរាជធានីភ្នំពេញអ្នកគ្រូរូបនោះឈ្មោះអូនស្រីដាអាយុ23ឆ្នាំមុខរបរបុគ្គលិកអង្គការនិងជាគ្រូបង្រៀននៅតាមសាលាអន្តរជាតិមួយកន្លែងស្ថិតនៅជិតផ្សារថ្នល់បន់នាងស្នាក់នៅបន្ទប់ជួលកន្លែងកាត់ហេតុខាងលើប្រភពដដែលបានប្រាំឲ្យដឹងបន្តទៀតថាពេលនោះបង្កឲ្យមានការភ្ញាក់ផ្អើលទាំងប្រឹងហើយអាជីវករដែលលក់ដូរនៅក្បែរនោះបាននាំគ្នាចូលទៅសង្គ្រោះបឋមនិងហៅរថយន្តពេនឲ្យដឹកជនរងគ្រោះដើម្បីសង្គ្រោះប៉ុន្តែជាអកុសលមិនអាចជួយបានឡើយនាងបានស្លាប់ភ្លាមមួយរំពេញបាត់ទៅហើយទើបរាយការណ៍ជូនអាជ្ញាធរនិងសមត្ថកិច្ចខណ្ឌដង្កោឲ្យចុះទៅពិនិត្យជាក់ស្ដែងក្រោយពេលកើតហេតុនគរបាលប៉ុស្តិ៍ដង្កោសហការជាមួយនគរបាលខណ្ឌដង្កោព្រមទាំងនគរបាលការិយាល័យបច្ចេកទេសនិងវិទ្យាសាស្ត្រនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានចុះទៅពិនិត្យកោសលវិច័យនិងបានធ្វើកំណត់ហេតុប្រគល់សពជូនក្រុមគ្រួសារសាច់ញាតិដឹកយកទៅធ្វើបុណ្យតាមប្រពៃណី